កូនចៅគឺនាំគ្នាឆ្ងល់ណាស់ថាម្នាក់ហ្នឹងគឺជាណាដោយសារតែគឺគេទាំងពីរនាក់នេះចូលនិយាយគ្នាឡើងយូរទៅហើយមិនតាន់ចេញមកវិញផងហើយអ្នកដែលឆ្ងល់ជាងគេនោះគឺជាកូនស្រីស៊ឺឡៃរបស់យើងនឹងឯងព្រោះតែថាថ្ងៃនេះគេរៀបនឹងបង្ហាញអារម្មណ៍សារភាពស្នេហ៍ទៅកាន់យូចិនទៅហើយតែបែរជាមកជួបរឿងខូចចិត្តបែបនេះចំណែកឯគោលបំណងរបស់ Easy Thong គឺគេចង់មកសហការងារជាមួយនឹងយូចិនក្រុមហ៊ុនរបស់យូចិនអញ្ចឹងណាប៉ុន្តែនេះគ្រាន់តែជាគោលបំណងលាក់មុខតែប៉ុណ្ណោះអ្វីដែលពិតប្រាកដនោះគឺគេចង់សើរើសតំណែង7ឆ្នាំមុនជាមួយនឹងយូចិននឹងឯងតែសារតែពេលនេះនិយាយរឿងការងារគឺមិនសិននិយាយទេនិយាយភាគច្រើនណាទៅរឿងអតីតកាលរបស់ពួកគេទៅវិញណាទាំងដែលកូនប្រុសរបស់យើងគឺគេមិនចង់រំលឹកនោះឡើយសម្បីតែមកគេមិនញញឹមដែរតែបែបហ្នឹងគឺនៅតែព្យាយាមរហូតហើយបើស៊ឺឡៃរបស់យើងវិញនៅចាំនៅខាងក្រៅអារម្មណ៍របស់គេគឺអត់នៅក្នុងខ្លួននោះទេមិនដឹងថាពេលនេះគេកំពុងតែគិតអ្វីឡើយដោយសារតែអ្វីមួយម៉ាត់ក៏គេមិននិយាយដែរណាទាំងដែលអ្នកទាំង3នេះគឺកំពុងតែនិយាយវិភាសាគ្នាហើយឆ្ងល់រឿងប្រធានរបស់គេហើយនឹងម្នាក់ដែលមកសហការថ្មីនេះតើមានតំណែងតំណងអ្វីហើយមានគោលបំណងអ្វីអីអញ្ចឹងណាតែស៊ឺឡៃរបស់យើងបានទៅស្ដាប់ពេលនឹងឯងដោយសារតែពេលនេះគឺគេមិនចង់និយាយអ្វីទាំងអស់ដោយសារតែពេលនេះគឺគេកំពុងតែប្រើខ្សែភ្នែកដ៏មុតរបស់គេនេះកំពុងតែសម្លឹកសម្លឹងទៅកាន់ Easy Thong ហើយដោយសារតែ Easy Thong ធ្វើឡើងដូចជាមានតំណែងតំណងសិក្សាជាមួយនឹងយូចិនណាអញ្ចឹងហើយចេញពីធ្វើការមិនតាន់ទេពេលនេះស៊ឺឡៃគេក៏ចង់មកពិភាក្សាជាមួយនឹងប៉ែកាំងតែក៏ស្របពេលដែល Easy Thong ក៏នៅក្នុងហាងរបស់ប៉ែកាំងដែរដល់ពេលដែលឃើញអញ្ចឹង Easy Thong ពេលនេះគេក៏បាននិយាយជាមួយនឹងស៊ឺឡៃតែម្ដងទៅនិយាយលក្ខណៈឌឺដងពីតំណែងតំណងគេសិក្សាជាមួយនឹងយូចិនដោយសារតែគេបានមើលដឹងថាប្រហែលជាស៊ឺឡៃហើយនឹងយូចិនណាអាចនៅស្រឡាញ់គ្នាអីអញ្ចឹងទៅណាអញ្ចឹងហើយបានជាគេគឺនិយាយធ្វើយ៉ាងណាក៏ដោយឲ្យស៊ឺឡៃយកច្រឡំទៅកាន់យូចិនហើយយូចិនគឺនៅតែមានចិត្តស្រឡាញ់គេថែមទាំងនិយាយតាក់ទងជាមួយនឹងច្បាប់ Single Rule ដែលយូចិនបង្កើតឡើងក៏ដោយសារតែគេណាកាន់តែអង្គុយស្ដាប់ពាក្យសម្ដីរបស់ Easy Thong កាន់តែធ្វើឲ្យស៊ឺឡៃរបស់យើងកាន់តែពិបាកចិត្តអញ្ចឹងហើយពេលនេះស៊ឺឡៃក៏បានមកអង្គុយផឹកស្រាបន្តទៀតអង្គុយខូចចិត្តតែម្នាក់ឯងពេលហ្នឹងក៏ឃើញថាបងស្រីជាណាក៏មកដល់ទីនេះដែរដោយសារតែគាត់បានដឹងថានៅពេលដែលស៊ឺឡៃពិបាកចិត្តប្រហែលជាមកផឹកស្រានៅទីនេះហើយបងស្រីប៉ាយជាណាក៏បានសួរទៅតើមានរឿងអ្វីហេតុអីបានជាមិនព្រមទៅផ្ទះហើយពេលហ្នឹងគាត់ក៏បន្តនិយាយបន្តិចទៀតទៅថាគឺខ្ញុំបានដឹងហើយដោយសារតែវាងជីងបានប្រាប់ខ្ញុំកាលពីល្ងាចណាដែលធ្វើឲ្យស៊ឺឡៃរបស់យើងគឺឡើងភ្ញាក់ផ្អើលតើវាងជីងប្រាប់អ្វីទៅកាន់បងទៅតែពេលនេះបងស្រីក៏និយាយថាវាងជីងគឺមិនបាននិយាយអ្វីប្រាប់គេនោះទេប៉ុន្តែរឿងដែលកូនស្រីរបស់យើងលាក់ទៅក្នុងចិត្តហើយរឿងដែលកូនស្រីរបស់យើងកំពុងតែគិតគឺគាត់បានដឹងហើយសំបីតែតំណែងតំណងរបស់ប៉ែកាំងហើយនឹងស៊ីឈីក៏គាត់បានដឹងដូចគ្នាដែរដោយសារតែអ្នកទាំងពីរគឺបង្ហាញច្បាស់ៗណាស់ថាមិនដឹងនោះអញ្ចឹងហើយបងស្រីឈៀងក៏បានប្រាប់ទៅបើសិនជាឯងមានអារម្មណ៍បែបណាឯងក៏បង្ហាញអារម្មណ៍បែបនោះទៅកាន់គេទៅហេតុអីក៏ពិបាកម្លេះក្រែងលោជោគជ័យដូចជាតំណែងតំណងរបស់ប៉ែកាំងហើយនឹងស៊ីឈីបាននិយាយពិភាក្សាគ្នាជាមួយនឹងបងស្រីឈៀងណាក៏អាចធ្វើឲ្យពេលនេះកូនស្រីរបស់យើងរៀងធូរចិត្តបន្តិចអាចញញឹមបានខ្លះហើយបាននិយាយពីគូស៊ីឈីហើយនឹងប៉ែកាំងវិញនិយាយពីថាស្វីតព្រឹកស្វីតល្ងាចស្វីតនៅកន្លែងហាងកាហ្វេហើយនៅផ្ទះក៏នៅតែស្វីតជាមួយនឹងគ្នាដែរមិនត្រឹមតែប៉ុណ្្នឹងទេពេលនេះស៊ីឈីរបស់យើងគេគិតទៅដល់រឿងរៀបការទៀតផងប៉ុន្តែប៉ែកាំងគេក៏បាននិយាយថាកុំតាន់អាចគិតបែងឆ្ងាយអីដោយសារតែនៅពេលដែលស៊ីឈីអាយុប្រហាក់ប្រហែលនឹងគេស៊ីឈីអាចនឹងជួបមនុស្សណាល្អជាងនឹងអាចនឹងផ្លាស់ប្ដូរចិត្តកថាបានដែរប៉ុន្តែស៊ីឈីរបស់យើងឃើញតែគេក្មេងអញ្ចឹងទេប៉ុន្តែគេគឺច្បាស់លាស់ណាហេតុអីបានជាបងមិនដែលគិតតំណែងតំណងរបស់យើងច្បាស់លាស់តាំងពីចាប់ផ្ដើមដំបូងទេមែនទេឥឡូវនេះក៏ធ្វើឲ្យស៊ីឈីរបស់យើងគឺគេឡើងអន់ចិត្តគេឡើងខឹងតែម្ដងហើយដោយសារតែកុំឲ្យអូនអន់ចិត្តពេកពេលនេះបងក៏បានថើបលងលោមអូនបន្តិចទេទាំងអស់នេះហើយគឺអាចបញ្ជាក់បានថាចម្លើយពិតប្រាកដនោះមនុស្សដែលគេស្រឡាញ់មនុស្សដែលគេចង់រៀបការហ្នឹងគឺគ្មាននរណានោះទេគឺមានតែស៊ីឈីនឹងឯងអញ្ចឹងហើយធ្វើឲ្យពេលនេះអ្នកទាំងពីរគេក៏បានត្រូវគ្នាវិញហើយគេលេងឆ្លោះគ្នាទៀតហើយណាកាន់មកមើលស៊ឺឡៃនៅពេលនេះវិញឥឡូវនេះមកដល់ផ្ទះហើយគេក៏មិនចង់ជួបមុខជាមួយនឹងយូឈិនដែរសូម្បីតែយូឈិនបបួលគេញ៉ាំបាយជាមួយក៏គេមិនញ៉ាំដែរណាហើយនៅពេលដែលគេចេញមកពីបន្ទប់ទឹកជួបជាមួយនឹងយូឈិនគឺគេសុខចិត្តចូលទៅវិញតែម្ដងដោយសារតែពេលនេះគឺអារម្មណ៍របស់គេអត់តាន់ហ៊ានប្រឈមមុខជាមួយនឹងយូឈិនចំនោះទេថែមទាំងពេលនេះនៅពេលដែលគេមកធ្វើការព្រឹកឡើងគេក៏ឃើញថាប៉អ៊ីស៊ីថងហ្នឹងនៅតែនិយាយជាមួយនឹងយូឈិនទៀតអញ្ចឹងហើយធ្វើអារម្មណ៍របស់គេគឺកាន់តែអត់ល្អហើយម្នាក់ឯងហ្នឹងក៏ឆ្លៀតញញឹមដូចដងទៅកាន់ស៊ឺឡៃទៀតផងណាដែលធ្វើឲ្យពេលនេះតំណែងតំណងរបស់យូឈិនហើយនឹងស៊ឺឡៃគឺកាន់តែឃ្លាតឆ្ងាយជាមួយនឹងគ្នាដោយសារតែពេលនេះគឺគេកេងបន្ទប់រៀងខ្លួនតែហើយតែស៊ឺឡៃរបស់យើងក្នុងចិត្តរបស់គេគឺនៅតែគិតរឿងអនុស្សាវរីយ៍កន្លងមកដែលគេធ្លាប់កេងជាមួយនឹងយូឈិននឹកហើយធ្វើឲ្យគេសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែក៏ត្រឡប់មកវិញថាហេតុអីបានជាគេកំពុងតែនឹករឿងទាំងអស់ហ្នឹងអញ្ចឹងទាំងដែលគេកំពុងតែខឹងជាមួយនឹងយូឈិនណាហើយក៏បានត្រឹមតែគេនឹកគ្នានៅអាហ្នឹងទៅទាំងដែលពេលនេះអ្នក
ពីនៅចិត្តគ្នាសោះតែបែរជាមានអារម្មណ៍ថាឆ្ងាយគ្នាខ្លាំងមែនតើហើយក៏តាំងមកគេសែតរៀងៗខ្លួនគឺគេមិនលក់ដូចគ្នាទេយប់នេះនោះភាគនេះគឺសែតខ្លាំងមែនតើសែតរៀងៗខ្លួនទាំងយូឈិនទាំងស៊ឺឡាយសែតទាំងអ្នកសម្រាយសែតទាំងអ្នកមើលទៀតផងនៅពេលដែលគេត្រូវគ្នាមើលស្បាយអស់ខ្លាំងមែនតើដល់ពេលដែលគេឆ្លោះគ្នាគឺថាមើលដោយតឹងទ្រូងខ្លាំងណាស់ហើយសម្បីតែសម្រាយពេលនេះក៏តឹងទ្រូងសឹងស្លាប់ទៅហើយណាអញ្ចឹងហើយព្រឹកឡើងពេលនេះយូឈិនគេក៏បានមកសួរជាមួយនឹងប៉ែកាំងហើយក៏បានដឹងថាតាមពិតទៅស៊ឺឡាយបានដឹងរឿងរ៉ាវគ្រប់យ៉ាងទៅហើយទាំងរដិតការរបស់គេឬស្នេហាចាស់របស់គេអីអញ្ចឹងណាបានជាធ្វើឲ្យស៊ឺឡាយនេះគឺខឹងអន់ចិត្តជាមួយនឹងគេឡើងប្រហែលថ្ងៃទៅហើយអ្នកដែលធ្វើឲ្យស៊ឺឡាយគឺកាន់តែយកច្រឡំគឺជាប៉ែអ៊ីសិថននឹងឯងដែលនិយាយដូចដល់ថ្ងៃមុនឲ្យស៊ឺឡាយហើយនៅពេលនេះសូម្បីតែប៉ែកាំងក៏បានឲ្យដំបូន្មានទៅកាន់យូឈិនទៅគឺគាត់ដឹងថាពេលនេះអារម្មណ៍របស់យូឈិនគឺអត់តាន់ស្រឡាញ់នោះទេតើតើជាមួយនឹងតំណែងតំណស្នេហាចាស់ហើយនឹងពេលថ្មីនេះអញ្ចឹងហើយអ្វីដែលគាត់អាចឲ្យជាដំបូន្មានបានណាគឺយូឈិនគួរតែច្បាស់លាស់ជាមួយនឹងខ្លួនឯងហើយសួរខ្លួនឯងទៅថាតើរាល់ថ្ងៃនេះគេចង់បានអ្វីហើយតំណែងតំណងអ្វីរវាងគេហើយនឹងស៊ឺឡៃដែលគេចង់បាននោះកុំឲ្យស្នេហាចាស់ហើយនឹងស្នេហាថ្មីធ្វើឲ្យអារម្មណ៍របស់គេវល់អីអញ្ចឹងណាអញ្ចឹងគឺគេត្រូវតែដោះស្រាយមួយឲ្យបានច្បាស់លាស់បន្ទាប់ពីយូឈិនចេញទៅពេលនេះក៏ឃើញថាសម្បីតែស៊ឺឡៃក៏មកពិភាក្សាជាមួយនឹងប៉ែកាំងដែរប៉ុន្តែពេលនេះប៉ែកាំងក៏បានឲ្យជាច្បល់មួយទៅគឺគេចង់បង្កើតជាភិចនិចមួយដើម្បីឲ្យពួកគេទាំង4នាក់ទៅដើរលេងអីអញ្ចឹងណាហើយក៏អាចបង្កើតឲ្យស៊ឺឡៃមានភាពសើស្តាជាមួយនឹងយូឈិនសាជាថ្មីផងដែរតែស៊ឺឡៃគឺគេកំពុងតែមិនទាន់ហ៊ានទេមិនដឹងថាគេហ៊ានបបួលយូឈិនដែរឬអត់ណាគេគឺចង់ឲ្យប៉ែកាំងជាអ្នកបបួលវិញតែសារតែគេគឺបបាហាមកនិយាយខ្លាំងមែនទែនហើយគេក៏មិនទាន់សម្រេចចិត្តដែរតើគេទៅភិចនិចនឹងដែរឬអត់ឃើញស៊ឺឡៃពិបាកសម្រេចចិត្តអញ្ចឹងលូឆាងក៏បាននិយាយទៅអញ្ចឹងឲ្យ address របស់យូឈិនឬក៏ឲ្យគេទៅការិយាល័យរបស់យូឈិនតតែម្ដងទៅដើម្បីទៅបបួលឲ្យយូឈិនទៅភិចនិចអីអញ្ចឹងណាគ្រាន់តែលើអញ្ចឹងភ្លាមមកស៊ឺឡៃគឺអត់បានទេព្រោះដោយសារតែគេប្រច័ណ្ឌអញ្ចឹងហើយស៊ឺឡៃក៏និយាយថាមិនអីទេទុកឲ្យគេជាអ្នកបបួលយូឈិនដោយផ្ទាល់ខ្លួនឯងវិញចំណែកឯប៉ែកាំងរបស់យើងទៅដល់ផ្ទះវិញគេក៏បាននិយាយរឿងរ៉ាវប្រាប់គ្រប់យ៉ាងទៅកាន់ស៊ីឈីហើយក៏បបួលស៊ីឈីទៅភិចនិចស្អែកដែរអញ្ចឹងណាថែមទាំងពេលនេះអ្នកទាំងពីរក៏និយាយពីទំនាក់ទំនងរបស់ស៊ឺឡៃហើយនឹងយូឈិនដែរស៊ីឈីគឺគេចង់ឲ្យទំនាក់ទំនងរបស់ស៊ឺឡៃហើយនឹងយូឈិនណាដូចជាគេហើយនឹងប៉ែកាំងនៅពេលនេះអញ្ចឹងណាហើយពេលនេះគឺឡើងពិសេសបន្តិចតែម្ដងដោយសារតែធ្វើឲ្យពួកគេទាំងពីរនាក់គឺគេឡើងស្វៀតរហូតបន្តិចជាមួយនឹងគ្នាតែម្ដងដោយសារតែឥឡូវនេះយប់ស្ងាត់ផងហើយនៅតែពីរនាក់បងនឹងអូនអញ្ចឹងហើយធ្វើឲ្យអារម្មណ៍គឺរស់រាយខ្លាំងមែនតើចឹងទៅគឺអូនមិនដឹងនិយាយថាម៉េចទេអ្នកនរគ្នាឲ្យមើលខ្លួនឯងទៅ Through the eyes of love, I see your soul. No longer bound by flaws, I'm whole. It's like I've taken off these glasses clear. Seeing you with love, you're always near. Through the lens of love, I see the light. Every part of you shining so bright. With my heart wide open, I see you true. Through the eyes of love, it's just me and you. Imperfections fade, they're lost in time. When I look at you, love's on my mind. ឥឡូវនេះយើងមកមើលពីស៊ឺឡៃហើយនឹងយូឈិនវិញយូឈិនគឺនៅចាំក្នុងបន្ទប់ស៊ឺឡៃតែម្ដងណាគ្រាន់តែស៊ឺឡៃម្ដងហើយអ្វីក៏មិននិយាយដែរគេក៏ចាប់ខ្លួនស៊ឺឡៃទៅលើក្រៅតែម្ដង